Chẳng bàn mà xa đặc tuyên thà cua quạp bay dương khom prăng thưa mách sẵn xóm côn nó đầm lay này sự đây lọ nó gọi bàn tràn hạt bột lột đom ọp rôm plau chật bao dương đi hơi sự đây sọc plau chật ọp vào bạ tê nhung tăng bị pê dương bao này là hốt đó pê dương nâng tria bật này từ vĩnh nơi pê na để dương bàn thưa sự đây lọ tam để dẹp plau tầng bày tàng cai giờ thưa với chạy thưa mà nô thưa này dây ở nghi sáp tập plau cai plau vi cha plau chật bao dương đi ban bật bật lọ ai bắt đầu sự đây sọc ở nẹt nơi chung quanh khuôn bao dương cái bàn sự đây sọc bao chật oi từ lì rồi nơi thưa mách ở khuôn ai bàn sọc nâng nẹt nơi chung quanh khuôn bàn sọc nút sự đây sọc plau chật bao dương cứ ngọc ở sơ miền Pành Hà thì nhôm sầm quan mưa bờ sông mưa chặt bật thì cha rồi còn nẹt sọc sai chun được bọt mà mưa từ cọt ở sơ quan thì tôi bay chỉ chiêu ở phía bắc cọt cọt sọt ọt lủng ba mình sâu sập bầu thôn thiên đội dương dọc sạt thằng nặng tu này ti ấy mình miền mến pan cọt rốt nâu để miền sập hẹp một cồn rốt nâu để miền sực đầy sọc để sai ấy để sai chặt bọc cọt từ tu prom nơi ở váy để cọt cầm phong tại miền hai cọt chưa chẹt non luôn bọc cọt thật cọt thưa tai sực đầy lọ mà lo hai cọt sầm rán có sầm rán lục sọc sưu ngã đáo cọt đáo đôi mình miền phiệp hay khai từ nam màu naคือcọt miền phiệp cọt đáo sầm rạp luôn cọt để sai cọt yul thật luôn cọt ban sầm sầm sực đầy lọ chẳng cả này dương ban hạt bột lột đom ọp rôm luôn dương sầm sầm sực đầy lọ cướp khả năng chật từ ban sực đầy sọc nâng sực đầy chầm rán nâng ai cọt miền thìสำคัญนะផ្លូវចិត្តនេះញោមកាលណាយើងមានតែធនធានទ្រព្យសម្បត្តិតែយើងអត់បានហាត់ពុតលត់ដំអប់រំចិត្តរបស់យើងឲ្យបានល្អសេចក្តីសុខអត់អាចកើតមានបានទេបើទោះបីជាយើងមានយកសក្តានៈទូនាទីធនធានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយញោមមើលជាឧទាហរណ៍ដោយលោកយាយលោកតាសក្កមាណាចាស់ចាស់មកស្រឡាញ់មកធ្វើបន់នៅជាមួយចាស់ចាស់ទេភាកច្រើនល្អណាស់ដែលយើងគួរគប្បីបង្អោនចិត្តជ្រះថ្លាជាមួយគាត់ហើយចាស់ចាស់ទៅអញ្ចឹងយើងមើលគាត់ជាគំរូណាធ្វើអញ្ចឹងវ័យកាន់តែជ្រេណាគុណធម៌ត្រូវតែកាន់ចម្រើនអាយុកាន់តែច្រើនគុណធម៌ត្រូវតែចម្រើនដូចអាយុដែលកំពុងតែកើនកុំឲ្យអាយុកាន់តែច្រើនគុណធម៌កាន់តែធ្លាក់ចុះមានន័យថាអាយុកាន់តែច្រើនសេចក្តីល្អនិងបុណ្យកុសលត្រូវប្រឹងចម្រើនមកខ្លួនយើងនេះឲ្យបានកាន់តែច្រើនណាពីព្រោះអីពីព្រោះយើងដឹងថាខ្លួនយើងនេះអាយុកាន់តែច្រើនហើយទៅស៊ីទៅរកអីបើដូចជាព្រះអាទិត្យវិញវាទៅស៊ីរកតែកន្លែងលិចមែនទេយាយណារកកន្លែងលិចហើយអ្នកខ្លះអាយុ70ស្មើនឹងម៉ោង6ល្ងាចណាអ្នកខ្លះអាយុ75អីស្មើនឹងម៉ោង6កន្លះអ្នក80ម៉ោង7ល្ងាចឆឹងហ្នឹងណាអ្នកទៅ50អីស្មើនឹងម៉ោង2ដល់10ថ្ងៃត្រង់40ណាអ្នកទើបតែកើតបាន7ថ្ងៃស្មើនឹងម៉ោង7ព្រឹកអញ្ចឹងយើងដឹងតែខ្លួនយើងទៅស៊ីរលិចហើយយើងធ្វើម៉េចខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីឲ្យស្អែកឡើងបានរះជាព្រះអាទិត្យដដែលមានន័យថាម៉េចមានន័យថាព្រះអាទិត្យថ្ងៃហ្នឹងវារះមកជាព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលយ៉ាងណាមិញយើងបានបង្កើតឥឡូវនេះជាពូជមនុស្សណាបានជាឯកឧត្តមបានជាអង្គញាបានជាទេសរដ្ឋមន្ត្រីបានជារដ្ឋមន្ត្រីបានជាឧបនាយករដ្ឋមន្ត្រីបានជាអង្គញាឬក៏បានជារាជសម្បាញ់ក្តីឲ្យតែយើងបានភាពជាមនុស្សខ្ពង់ពោះប្រសើរណាស់ព្រះលោកតសើសភាពជាមនុស្សនេះណាពូជមនុស្សនេះព្រះអង្គតសើណាបើយើងមិនតាន់បានសម្រេចបថរជាន់ខ្ពស់យើងរក្សាពូជមនុស្សឲ្យបានអញ្ចឹងឥឡូវយើងដឹងតែយើងបានមកមនុស្សដោយសារបុណ្យខំប្រឹងសន្សំបុណ្យឲ្យរួចណាស្លាប់ពីមនុស្សទៅកើតមកជាមនុស្សទៀតមានន័យទៅដូចព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលតោះនេះយាយណាកុំឲ្យលិចហើយស្អែកឡើងអត់បានរះឬរះទៅអីផ្សេងណាយ៉ាងណាមិញយើងបានជាមនុស្សឲ្យបានមកជាមនុស្សទៀតកុំឲ្យស្លាប់ពីមនុស្សទៅមកវិញស្រាប់អត់បានជាមនុស្សតកតុយពីមុខពីក្រោយឯក្បែរយើងរាល់ថ្ងៃអញ្ចឹងធ្វើម៉េចខំប្រឹងមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងខ្លួនយើងជានិច្ចណាយកសេចក្តីល្អនឹងដាក់ក្នុងខ្លួនជាពិសេសបុណ្យកុសលនិងសេចក្តីសុខកើតនៅក្នុងចិត្តរបស់យើងនេះដូចអាត្មាបញ្ជាក់អញ្ចឹងហើយចិត្តនេះពិបាកណាពិបាកក្នុងការឃុំក្រងពិបាកក្នុងការមើលថែវាណាមកសារបញ្ជាក់ថារូបរាងកាយរបស់យើងបើទោះបីជាយើងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយមិនពិបាកទេក្នុងការស្វែងរកថ្នាំមកព្យាបាលពេលខ្លះសំបីតែជំងឺមហារីកក៏វិទ្យាសាស្ត្រគេឥឡូវអាចព្យាបាលបានទៀតណាទើបតែដឹងដំបូងគេអាចព្យាបាលបានដល់ដំណាក់កាលមហារីកហើយនៅតែគេអាចព្យាបាលបានព្រោះកាពះក៏ដោយថ្លើមក៏ដោយបេះដូងក៏ដោយប្រមាត់ក៏ដោយណាឈឺនេះឈឺនោះគ្រប់សពរាប់រយចម្ពោះទៅតាមប្រភេទនៃជំងឺទៅតាមការរស់នៅអិរិយាបថរបស់យើងប្រចាំថ្ងៃហើយដោយញោមទាវជាសភារាអីក្នុងភូមិគ្រឹះរបស់គាត់រស់នៅលក្ខណៈ natural មានន័យថាធម្មជាតិស្រូវក៏ដាំហូបក្នុងនឹងបន្លែក៏ដាំក្នុងនឹងគាត់ហូបណាលក្ខណៈធម្មជាតិសុទ្ធសាធអញ្ចឹងបានមើលសាច់ឈាមរបស់គាត់ស្រស់ថ្លាយើងអត់ហូបគីមីហើយមិនសូវឈឺទេណាអ្នកហូបអញ្ចឹងមិនសូវឈឺទេអាត្មាតសើចាស់បុរាណមកកើតមិនតាន់ទេសម័យញោមប្រុសកាលពី70ឆ្នាំជាងមុនគាត់ថាលោកកូនចាស់ពីមុនគាត់ណារស់នៅដោយសមាអាជីវោណាហើយល្អណាស់
បន្លែបកាត្រឹមតែរបស់ហូបចុកហើយគេអត់ដែរលក់ទេចាស់បុរាណគាត់អត់ដែរលក់ទេរបស់ហូបចុកគឺគាត់ចែកគ្នាហូបអ្នកទៅស្ទូចត្រីបងត្រីបានយកអ្នកមកមានបន្លែមកគេផ្លាស់ប្ដូរគ្នាហូបគេអត់លក់ទេជំនាន់នោះតែញាតិញោមកើតតន់ប្រហែលជាដឹងហើយតំណាំក្បែរផ្ទះមិនដែលមានផ្ទះណាអត់មានជីក្រីអត់មានជីអត់មានអមអត់មានទេសអត់មាននេះគឺជាទូទៅមានគ្រប់ផ្ទះចាស់ជំនាន់មុនណាមែនទេយាយបាទរបស់ហូបចុកគឺយើងមានគ្រប់ផ្ទះដល់សម័យនេះស្រួលមែនតែនទៅញោមណាអាស័យក៏ទិញសំបី7ក៏ទិញឥឡូវនេះណាក៏សាំងក៏ទិញហើយយាយស្រុកស្រែដល់ពេលខ្លះមកទៅសើអួតប្រាប់លោកទេណាដេកគុណហើយស្រុកទេសយើងឥឡូវវាស្រួលមែនប៉ុន្តែដល់ស្រួលមែនតែនធ្វើមនុស្សវាខ្ជិលណាសំបីតែជាក្រីគ្រាន់តែយើងដាក់ចោលក្បែរពីងទឹកមិនបាច់ស្រោចទឹកឯងព្រលឹមឡើងខ្ពុលមាត់ស្ដោះតែទឹកមាត់ដាក់វាក៏រស់ដែរមែនទេព្រោះអត់ណាឥឡូវអញ្ចឹងក៏ទៅទិញគេស្មាមើលគំនិតយើងណាកាន់ទៅមុខហើយណាមនុស្សកាន់តែខ្ជិលទៅអាងទៅទិញគេហើយគាត់អួតថាលោកគ្រូហើយចាំបាច់ប្របាក់ដាំមកវេទនាទៅអីណាក្តៅថ្ងៃបាក់ញើសហូរញើសទៅអីព្រលឹមឡើងបន្លែគេឥឡូវមិនបាច់ចាំដើរទៅផ្សារទេឥឡូវគេដឹកដល់ផ្ទះនេះគុណគាត់ថាអញ្ចឹងណាបន្លែគេដឹកដល់ផ្ទះទៀតអត់អង្គទៅទិញអង្គមកបោមកហូបរួចមួយខែមិនបាច់ធ្វើស្រែក៏ហូបបានណានឹងកូនទៅធ្វើទៅរោងចក្រមកយកលុយយកមកទិញអង្គហូបស្រួលណាបន្លែគេដឹកដល់ផ្ទះស្រួលមកហូបគេដឹកដល់ផ្ទះស្រួលណាឥឡូវនេះអត់លុយអត់ពិបាកទៀតលោកគ្រូមិនបាច់ចាំប្រឹងទៅរកស៊ីអីអត់លុយយកតែប្លង់ផ្ទះទៅផ្ដិតមេដៃពោកយកលុយមកចាយស្រួលដល់ថ្ងៃគេអូសផ្ទះស្រួលដូចគ្នាទៅសើគាត់ណាមកទៅសើប្រាប់លោកទៀតគំនិតយើងណាគំនិតយើងអត់មើលទៅជីវភាពប៉ុណ្នេះញាតិញោមមានស្រាប់ហើយមិនបាច់និយាយប្រាប់ញាតិញោមទេតែនិយាយប្រាប់អ្នកក្របានត្រូវរឿងនេះឥឡូវយើងនិយាយរឿងផ្លូវចិត្តយើងនេះដែលអាត្មាបញ្ជាក់ថ្ងៃនេះចង់និយាយពីជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់យើងនេះវាខុសគ្នាយ៉ាងម៉េចជំងឺផ្លូវកាយកាលណាយើងឈឺយើងអត់ពិបាករកថ្នាំទេមែនទេយាយនៅវិទ្យាសាស្ត្រវាទំនើបអត់ពិបាករកថ្នាំទេណាជំងឺដែលពិបាករកថ្នាំបំផុតជំងឺអីណាជំងឺផ្លូវចិត្តរបស់យើងនេះពិបាកណាស់ហើយជំងឺផ្លូវចិត្តនឹងមានច្រើនរាប់រយចម្ពោះដូចគ្នាពីព្រោះអីពីព្រោះយើងជាប់ជាពាក់នៅក្នុងកិលេសកម្មនិងវត្ថុកម្មណាស្រឡាញ់ពេញចិត្តប្រាថ្នាជាប់ជាពាក់ឆន្ទរាគៈប្រកាន់មមចំពោះអត្តាតែកាលណាស្រឡាញ់ចំពោះតួខ្លួនហើយអ្វីគ្រប់សពអកុសលផ្សេងកើតឡើងចម្រើនណាប្រាថ្នាកាន់តែច្រើនសេចក្តីទុកកាន់តែច្រើនស្រឡាញ់កាន់តែខ្លាំងទុកកាន់តែខ្លាំងដកសេចក្តីស្រឡាញ់បានកាន់តែច្រើនទុកក៏អស់កាន់តែច្រើនដកសេចក្តីប្រកាន់មមបានកាន់តែច្រើនសេចក្តីសុខផ្លូវចិត្តក៏មានកាន់តែច្រើនកាលណាយើងនៅតែជាប់ជាពាក់នៅតែប្រកាន់មមសេចក្តីទុកនៅតែមាននៅតែមានណាជំងឺផ្លូវចិត្តរបស់យើងនេះបើនិយាយធំអត់មានច្រើនទេណាញោមចំណាំណានឹងអាត្មាបង្រៀនពីវិធីសាស្ត្រដាក់ថ្នាំយ៉ាងម៉េចឲ្យជាផ្លូវចិត្តរបស់យើងនេះពីព្រោះណាទើបតែសរសេរសភៅហ្នឹងឥឡូវនិយាយពីគោលសភៅហ្នឹងខ្លីបន្តិចឲ្យញោមមានចំណាប់អារម្មណ៍ចង់អានសភៅហ្នឹងយេណាមើលមកនេះបងណាយើងឈឺផ្លូវចិត្តរបស់យើងនេះឈឺអត់ច្រើនទេជំងឺធំមានតែ3ទេញោមចំណាំជំងឺទី1គឺជំងឺតោសៈណាតោសៈចិត្តជំងឺទី2គឺជំងឺលោភៈចិត្តជំងឺទី3គឺមោហៈចិត្តជំងឺផ្លូវចិត្តរបស់យើងរាប់ដោយធំមាន3ហ្នឹងណាហើយដូចជំងឺផ្លូវកាយអីកាលណាយើងឈឺកាពះយើងត្រូវរកថ្នាំកាពះមកដាក់អត់មានឈឺកាពះទៅដាក់ថ្នាំថ្លើមទេកាលណាយើងដាក់ថ្នាំខុសកាន់តែធ្ងន់ប្រតិកម្មអញ្ចឹងជំងឺទាំង3ធំហ្នឹងត្រូវមានថ្នាំដាក់ឲ្យចំមុខជំងឺដូចគ្នាដូចញោមទាវអីគាត់ពងតែណាថ្ងៃប៉ុនអញ្ចឹងនឹកឃើញសំណោះស្ដាយនឹកឃើញអឡោះអាឡៃនុសាវរីយ៍សាដើមវិញទុកផ្លូវចិត្តកើតមានទៀតពេលហ្នឹងអញ្ចឹងយើងរកវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងកុំឲ្យកើតទុកខ្លាំងដូចជាជំងឺទី1តោសៈចិត្តបើយើងដឹងតែជំងឺតោសៈចិត្តនេះវាកើតតែយើងត្រូវយកថ្នាំអីយកទៅដាក់ហើយតោសៈនេះកាលណាកើតមានហើយសុខអត់មានទេញោមចំណាំសុភមង្គលសេចក្តីសុខផ្លូវចិត្តអត់មានហើយចប់ហើយទោះបីយើងមានទ្រព្យប៉ុណ្ណាក៏ដោយញាតិញោមខ្លះគាត់ច្រើនទៅពិបាកផ្លូវចិត្តណាមានទ្រព្យហើយពេលខ្លះផ្លូវចិត្តរបស់គាត់អត់ល្អអញ្ចឹងយើងរងាប់យ៉ាងម៉េចដើម្បីឲ្យសុខផ្លូវចិត្តរបស់យើងមានសេចក្តីសុខណាតោសៈនេះមិនធម្មតាទេដែលអាត្មាប្រៀបឧបមាថាភ្លើងនៃតោសៈនេះណាដូចជាភ្លើងដែលគ្មានល្ងើកគ្មានផ្សែងតែវាក្តៅខ្លាំងជាងភ្លើងដែលមានល្ងើកមានផ្សែងនេះណាហើយតោសៈនេះឧបមាមួយទៀតដូចជាយក្សអ្នកដើរតួយក្សមិនដែលល្អទេណាអ្នកដើរតួយក្សមួយមិនដែលល្អទេញាតិញោមធ្លាប់ឃើញគេដើរតួយក្សមុខល្អទេយេមុខអត់ល្អទេណាគូអញ្ចើមគូចកោមគូថ្មិញអីមិនល្អទេហេតុអីគេតំណាងឲ្យសភាវៈអាក្រក់ហ្នឹងគឺវាមិនល្អអញ្ចឹងណាយ៉ាងណាតោសៈចិត្តរបស់យើងនេះដូចជាយក្សតែយក្សដែលមានចកោមនៅលើឆាកនេះមិនខ្លាំងដូចយក្សអត់ចកោមនៅក្រោមឆាកនេះទេអាយក្សតោសៈនេះតើកាលណាខឹងតើងអានោះចេញមកយក្សអយើងសើចទេណាដល់ពេលតោសៈចិត្តរបស់យើងនេះខឹងតើងកប៉ិតខ្ទេចចានស្រាក់
ខឹងតើងតិចទូទាស់ផឹងតើងតិចពីងទឹកអញ្ចឹងវាអត់សេចក្តីសុខអញ្ចឹងយើងរកវិធីសាស្ត្រធ្វើម៉េចដើម្បីរងាប់ផ្លូវចិត្តរបស់យើងបានថ្នាំរងាប់ទោសៈចិត្តហើយមានដូចគ្នាទាំងអស់ទោសៈចិត្តនេះបាទញាតិញោមក៏មានអ្នកទេសនេះក៏មានក៏តិចឲ្យច្រើនហ្នឹងហើយមិនបដិសេធទេមានដូចគ្នាញាតិញោមខ្លះសួរទៅលោកគ្រូហើយលោកគ្រូទាស់ចិត្តរឿងអីដែរបើគ្មានប្រពន្ធគ្មានកូនធ្វើឲ្យទាស់ចិត្តគ្មានញាតិគ្មានទ្រព្យឯណាធ្វើឲ្យថ្នាំងថ្នាក់គ្មានការងារឯណារវល់ច្រើនណារស់ស៊ីលីសៃរែកពុនឲ្យទាស់ចិត្តថាគ្មានប្រពន្ធកូនធ្វើឲ្យទាស់ចិត្តពេលខ្លះទៅខឹងលោកនេនក្នុងកុដហ្នឹងណាបាបនឹងលោកនេនហ្នឹងណាគាត់តែតិចអីច្រើនអញ្ចឹងឲ្យថាអស់គឺមិនអស់ទេពុទ្ធជនអញ្ចឹងយើងត្រូវរកថ្នាំព្យាបាលឈឺខ្លាំងព្យាបាលតាមរបៀបខ្លាំងឈឺតិចព្យាបាលតាមរបៀបតិចនឹងឥឡូវយើងឈឺជំងឺទី1ហ្នឹងទោសៈចិត្តហ្នឹងតើយើងយកថ្នាំអីទៅលេបថ្នាំរបស់ព្រះមាន2គ្រាប់គ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ញៈញោមចាំណាហើយធម្មតាយើងលេបថ្នាំយើងត្រូវលេបជាមួយអីញោមលេបមួយអីថ្នាំលេបជាមួយទឹកអញ្ចឹងថ្នាំព្រះក៏មានទឹកដូចគ្នាធម្មោអោសថោណានឹងគ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ញៈលេបជាមួយទឹក3កែវទឹកកែវទី1ទឹកមេត្តាទឹកកែវទី2ទឹកករណាទឹកកែវទី3សន្តោសៈកាលណាយើងដឹងតែខ្លួនយើងមានជំងឺទី1គឺជំងឺទោសៈចិត្តនេះយើងលេបថ្នាំ2គ្រាប់ធំហ្នឹងខន្តីសោរញ្ញៈហើយលេបជាមួយទឹក3កែវគឺទឹកមេត្តាទឹកករណាទឹកសន្តោសៈកាលណាយើងលេបថ្នាំ2គ្រាប់ហើយនឹងទឹក3កែវនេះទោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាទោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាស្ងប់រងាប់ទៅបានប៉ុន្តែត្រូវដឹងរបៀបលេបឧទាហរណ៍តែថ្នាំយើងដុកទ័រគេផ្សំមកណានេះលក្ខណៈបង្រៀនធម៌ញាតិញោមណាស្ដាប់ងាយមិនពិបាកក្នុងការស្ដាប់គ្រាន់តែយើងចំណាយពេលវេលាបន្តិចប៉ុន្តែមិនវែងទេប្រហែលជា40នាទីយ៉ាងយូរមកចប់ពោខ្លាចអាដាមលោកទៀងអង្គុយបានយូរបងនេះបើយើងមានពេលវេលាយើងរៀនធម៌ណាលក្ខណៈបង្រៀនទៅយើងងាយយល់យូរទៅយល់ចូលចិត្តក្នុងពធណាយើងត្រូវដឹងក្បួនលេបទៀតដូចថ្នាំពេទ្យដុកទ័រគេផ្សំមកថាយាយឈឺកាពះចឹងឈឺខ្លាំងគេផ្សំមួយខែមួយខែហ្នឹងថ្នាំមួយថង់ណាមួយថ្ងៃលេប3ដងព្រឹកថ្ងៃល្ងាចដល់យើងយកមកយើងចង់ជាឆាប់យើងអត់លេបមួយខែទេដាក់តែមួយថ្ងៃទាំងអស់ហ្មងវានាំឲ្យយើងកាន់តែពិបាកទៅវិញយ៉ាងណាមិញអ្នកខ្លះចង់រងាប់ផ្លូវចិត្តខំប្រឹងទៅសុំសិលខំប្រឹងទៅធូរសមាធិខំប្រឹងទៅស្រាប់ធម៌អាចចិត្តនោះនៅក្តៅខ្លាំងហើយយើងខំប្រឹងព្យាយាមតាមពេលធ្វើម៉េចឲ្យរងាប់ផ្លូវចិត្តនឹងបានវាអត់អាចរងាប់បានទេត្រូវតែព្យាយាមមានវិរិយៈនឹងព្យាយាមក្នុងការហាត់ពុតលុតដំអប់រំចិត្តរបស់យើងរឿយចំណាយពេលវេលាក្នុងការស្ដាប់ចំណាយពេលវេលាក្នុងការគិតពិចារណាហើយស្ដាប់ហើយយើងយកពាក្យនឹងទៅគិតពិចារណាហាត់ពុតលុតដំអប់រំខ្លួនយើងកើតជាប្រយោជន៍ញោមកើតជាប្រយោជន៍ណាអញ្ចឹងពេលណាយើងខឹងភ្លាមមានខន្តីកើតឡើងផ្លែតអញខឹងទៅដុតតែចិត្តឯងក្តៅតែឯងឧបមាបុគ្គលកនិងបុគ្គលខអាកនឹងវាខឹងទៅអាខនឹងវាអត់ខឹងជាមួយយើងផងណាវាក្តៅកាហាយទៅខ្លួនយើងឧបមាថាអ្នកខឹងនឹងដូចអោបដុំភ្លើងជាប់នៅនឹងទ្រូងហើយអ្នកដែលអត់ខឹងយើងឧបមាដូចជាទឹកអញ្ចឹងយើងខឹងទឹកហ្នឹងខ្លាំងណាព្រោះយើងថាចង់អោបអាដុំភ្លើងហ្នឹងទៅទម្លាក់ឲ្យរីងទឹកហ្នឹងណាអោបទៅពីផ្ទះទៅរត់ទៅដល់ទឹកទម្លាក់ទៅទឹកហ្នឹងវារីងឬក៏ភ្លើងហ្នឹងវាលុតភ្លើងអាលុតទម្លាក់លើកទី1អាលុតអោបម្ដងទៀតទម្លាក់លើកទី2ក៏នៅតែភ្លើងហ្នឹងវាអាលុតទឹកនៅតែទឹកណាយ៉ាងណាមិញទីបំផុតទៅទឹកនៅតែទឹកតែយើងនេះអាលៀកទ្រូងផងអាលៀកដៃផងយ៉ាងណាមិញពេលដែលយើងខឹងគេយើងក្តៅកាហាយខ្លួនយើងគេអត់ខឹងយើងគេរស់នៅជាសុខគេសម្រានលោកស្រួលយើងដេកក៏មិនស្រួលណានៅក៏មិនស្រួលណាអញ្ចឹងសំខាន់ណាស់យើងរៀនហាត់ពុតលុតដំអប់រំផ្លូវចិត្តរបស់យើងនេះណាដើម្បីសេចក្តីសុខនឹងវាកើតសេចក្តីសុខនឹងកើតហើយកាលណាយើងហាត់ពុតលុតដំបានកុសលចម្រើនញោមណាបុណ្យកុសលមិនបាច់ចាំដើរទៅបុណ្យឯណាទេបុណ្យកើតនៅនឹងខ្លួនយើងបានហាត់ពុតលុតដំបានល្អនឹងបុណ្យកើតគ្រប់គណៈចិត្តកាលណាយើងទូមានចិត្តរបស់យើងបានល្អហើយណាសោមនស្សចិត្តនឹងកើតឡើងសមាទិដ្ឋិនឹងកើតឡើងពេលហ្នឹងកុសលកើតឡើងព្រមក្នុងគណៈនឹងដូចគ្នាហើយតើកាលណាកុសលកើតហើយវិបាកឲ្យផលមកវិញជាសុខណាទាំងបច្ចុប្បន្ននិងបរលោកខាងមុខហើយតើអកុសលកើតឡើងហើយវិបាកឲ្យផលមកវិញជាទុក្ខទាំងបច្ចុប្បន្នទុកទាំងបរលោកខាងមុខអញ្ចឹងកាលណាយើងខន្តីលេបក្របខន្តីនេះបានអត់ធន់ដឹងមានសតិរលឹកខ្លួនយើងដឹងថាកាលណាយើងខឹងយើងមានសេចក្តីក្តៅកាហាយនៅវិនិច្ឆ័យអន្តរាយខាតខូចប្រយោជន៍ទៅខ្លួនយើងខន្តីកើតឡើងផ្លែតពេលណាខន្តីកើតសោរញ្ញៈកើតមានតាមនឹងដែរកើតមានបន្ទាប់ពីខន្តីសោរញ្ញៈនឹងកើតបន្ទាប់ពីខន្តីពេលណាខន្តីបានសោរញ្ញៈកើតមានគឺស្ងប់កាយស្ងប់វិចាស្ងប់ចិត្តបើតាវិញកាយលែងវាយលែងដំលែងតតលែងធាក់ហើយបើយាយវិញមាត់លែងឲ្យពតើណាណានឹងយើងស្ងប់កាយស្ងប់វិចាស្ងប់ចិត្តហើយវិធីសាស្ត្រកាត់បន្ថយរោគខន្តីមួយទៀតនោះគឺណាល្អប្រសើរណាស់គឺយើងរៀនញញឹមញោម
វិធីសាស្ត្រនេះងាយញោមសារៀនញញឹមព្រឹកឡើងបើកភ្នែកឡើងលុបមកញញឹមដាក់ប្តីតិចទៅញញឹមដាក់កូនតិចទៅញញឹមដាក់ញាតិអ្នកបំរើអីតិចទៅមានសេរីបងណាមានសេរីញោមសាមើលបងព្រោះលោកអ្នកប្រាជ្ញលោកថាចេះញញឹមព្រោះស្គាល់សង្ខាររលោភញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាបើញញឹមវឹកហាត់កាត់ទោសាញញឹមស្នេហាមិនបាច់ហាត់នេះអាកន្លែងញញឹមវឹកហាត់កាត់ទោសាលោកថាញញឹមនឹងអាចវឹកហាត់ល្អអាចកាត់ទោសៈបានឧបមាថាមើលតាខឹងយើងខ្លាំងឧទាហរណ៍បើណាលោកយាយស្រុកស្រែឧទាហរណ៍តាខឹងយើងខ្លាំងណាគាត់ដើរសំដៅមកកាន់តបងមកណាដើរសំដៅមកយើងមើលតែខឹងបើខឹងខ្លាំងយើងកុំតបតអីទាំងអស់មើលតែគាត់ដើរសំដៅមកហើយញឹមដាក់គាត់ទៅវិញពេលខ្លះទម្លាក់តបងនឹងចុះសើជាមួយយាយក៏មានមកធ្លាប់ឃើញណានឹងហ្នឹងបើយើងអត់តបតទៅវិញដោយណាអិរិយាបថមិនសមរម្យណាមួយគ្រាន់តែសើចញឹមជាមួយគាត់ទៅជាទោសៈហ្នឹងវាស្ងប់រងាប់រសាយក្នុងគណៈនឹងវិញសើចលេងជាមួយប្រពន្ធវិញប៉ុន្តែបើឧទាហរណ៍ថាសើចទៅហើយឧទាហរណ៍គាត់ដើរមកហើយខំប្រឹងញឹមបើញឹមទៅតានៅរដើមកមុខទៀតអាហ្នឹងតើយើងរកកន្លែងស្រួលបងណារត់ចេញបើនៅតែញឹមទៀតលោគាត់ថាឌឺគាត់ហិតតែធ្ងន់ណាប៉ុន្តែពេលខ្លះយើងញឹមទៅអាចកាត់ទោសៈចិត្តបានទោសៈចិត្តបានអញ្ចឹងវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងនៃយើងត្រូវលេបថ្នាំពីក្របហ្នឹងខន្តីសោរញ្ចៈណាកាលណាយើងរងាប់បានល្អសុខផ្លូវចិត្តកើតមានហើយយើងលេបជាមួយទឹក3កែវមិញនេះសំខាន់ណាស់ទឹកហ្នឹងទឹកកែវទី1គឺទឹកមេត្តាកែវទី2គឺករណាកែវទី3សន្តោសៈនឹងព្រះលោកបង្រៀនយើងអញ្ចឹងណាកាលណាយើងមានមេត្តាចិត្តករណាចិត្តទូទុនទៅរកមនុស្សសត្វជុំវិញខ្លួនយើងសុខញោមសុខញោមមើលអ្នកដែលសំសិលអ្នកដែលរៀនធម៌គាត់មានសេចក្តីសុខស្ងប់ផ្លូវចិត្តដោយសារអីគាត់អត់មានជាប់ជាពាក់រឿងអីច្រើនហើយគាត់អត់បានប្រព្រឹត្តអកុសលចិត្តច្រើនបងហើយកាយរបស់គាត់អត់ហ៊ានលើកដៃកាប់សម្លាប់គេទៅកើតដោយសារអីដោយសារមានមេត្តាករណាចិត្តហ្នឹងហើយនឹងសន្តោសៈ3ហ្នឹងសំខាន់ណាស់អ្នកដែលអត់ហ៊ានកាប់សម្លាប់សត្វដទៃបានគឺដោយសារធម៌3ហ្នឹងនៅក្នុងខ្លួនដូចអាត្មាអីទៅនៅវត្តតាំងពីអាយុ6ឆ្នាំលោកគ្រូយកទៅចិញ្ចឹមតាំងពីតូចទល់ពេលនេះអាយុ34 35ហើយអត់ដែលស្គាល់សម្លាប់បានសត្វមួយទេដោយសារអីណាហើយអត់ហ៊ានទេញោមឃើញគេដឹកមន់ដឹកទីអីសឹងអាស្រក់ទឹកភ្នែកជំនួសសត្វពេលខ្លះអាណិតដោយសារយើងមានមេត្តាចិត្តករណាចិត្តអញ្ចឹងព្រះលោកឲ្យបង្រៀនយើងឲ្យស្រឡាញ់មនុស្សសត្វដទៃដោយផ្ដល់មេត្តាចិត្តករណាចិត្តដល់មនុស្សជុំវិញខ្លួនយើងសុខណាហើយអ្នកដែលកាប់សម្លាប់សត្វរាល់ថ្ងៃដោយសារអីខ្វះមេត្តាហ្នឹងខ្វះករណាហ្នឹងខ្វះសន្តោសៈគ្មានសតិពិចារណាថាពេលខ្លះបើយើងមានសតិរលឹកតែបន្តិចមានបញ្ញាកំណត់តែបន្តិចយើងអត់អាចហូបសាច់កើតទៀតពេលខ្លះសំបីតែសាច់សត្វហ្នឹងយើងអត់ហូបបានទៀតពេលខ្លះយើងពិចារណាថាវត្តដាក់ហ្នឹងវាវិលចុះឡើងពេលខ្លះម្ដាយឪពុករបស់យើងកូនចៅយើងដែលស្លាប់ទៅអត់ទៀងថាជួនកាលកើតមកជាមនុស្សទៀតណាអត់ទៀងទេជួនកាលគាត់កើតទៅរឿងអីផ្សេងទៅសត្វដែលយើងកំពុងពិសារាល់ថ្ងៃហ្នឹងក៏ថាបានអញ្ចឹងបើយើងមានសតិពិចារណាដល់ហ្នឹងម្លេះសំយើងអត់ហ៊ានហូបសាច់ទាំងអស់ហ្នឹងទេបងដូចនៅឥណ្ឌាអីរដ្ឋខ្លះគេអត់ហូបសាច់ទេគេហូបតែបន្លែល្អណាស់ណាហើយរបៀបធ្វើបុណ្យមកគេមិនពិបាកដូចយើងទេយើងធ្វើបុណ្យម្ដងត្រូវចំណាយអស់រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារតែជនជាតិស្រីលង្កានិងឥណ្ឌាគេអត់ធ្វើបុណ្យពិបាកដូចយើងទេសង្ឃទានគេធ្វើខុសពីយើងណាយកពេល5នាទីរៀនពីរបៀបធ្វើបុណ្យរបស់គេងាយគេនិមន្តលោកបើថាទីហៅថាគេជ្រះថ្លា7អង្គគេយក7អង្គជ្រះថ្លា10អង្គគេយក10អង្គជ្រះថ្លា20អង្គគេយក20អង្គអញ្ចឹងតាមសទ្ធារបស់គេ7អង្គអញ្ចឹងបាតអត់មានស្លោកបាតទេបាតទៅទេកាន់ទៅណាហើយអត់មានស្បែកជើងពាក់ទេគឺយើងដើរជើងទៅទេហើយអត់មានថង់យាមថង់អីទេគឺមានតែបាតទៅទេហ្នឹងគឺដើរទៅសំដៅទៅផ្ទះណារបស់គេហ្នឹងទៅដល់ក្នុងផ្ទះគេមានទឹក2ពាងសងខាងផ្ទះគេហ្នឹងសម្រាប់ប្រសង់លោកលាងជើងមុនឡើងផ្ទះចឹងលោកលាងជើងឲ្យលោកឡើងទៅក្នុងផ្ទះគេរតនីបង្ហាញថាគង់កន្លែងណាដែលគេរៀបចំមើលទៅជ្រះថ្លាញោមបើជ្រះថ្លាសាមញ្ញតែជ្រះថ្លាមកជ្រះថ្លាក្នុងចិត្តធ្វើដូចសម័យព្រះបងណាដល់ពេលឃើញគេធ្វើចឹងនឹកដល់លោកយាយវិសាខាកាលគាត់ធ្វើបុណ្យចេះនឹកថាកាលពីមិនទាន់ឃើញសភាពហ្នឹងចេះនឹកថាចុះលោកយាយវិសាខាក្នុងកាពីគេដាក់ថាប្រគេនចង្ហាន់ព្រះម្ដង1000អង្គ2000អង្គហើយទៅរកស្អីប្រគេនបានរាប់ពាន់អង្គដល់ពេលឃើញគេធ្វើបុណ្យអញ្ចឹងបាននឹកឃើញតែចង់3000ក៏ប្រគេនបានដែរដល់ពេលគង់ហើយគេសំសិលនមស្ការរួចចប់សពគ្រប់គេចាប់ផ្ដើមរាប់បាតហ្នឹងអ្នកកាន់កធុនបាយយកកធុនបាយមកអ្នកកាន់ឧទាហរណ៍សម្ល5មុខគេកាន់កធុន5មកមនុស្ស5ផ្សេងគ្នាអត់មានស្រាក់មានអីដូចយើងទេយើងប្រសងមួយអង្គបាតមួយស្រាក់មួយថង់យាមមួយមែនទេគេនោះមានតែបាតមួយទេហើយអាសម្ល5មុខហ្នឹងបាយមួយកធុនមកហ្នឹង
លោកណាត្រូវការឧទាហរណ៍ថាគេដាក់មកវែកទៅលោកត្រូវការត្រឹមមកវែកហ្នឹងលោកលើកដៃជាសញ្ញាថាអាត្មាយកតែមកវែកហ្នឹងទេពីព្រោះកាពះអាត្មាទទួលបានមកវែកហ្នឹងណាអញ្ចឹងគេទៅមុខទៀតអង្គខ្លះក្បាលពុះរៀងធំបន្តិចដាក់2វែកនៅរំលើកដៃ3វែកនៅរំលើកដៃគេដាក់អស់មួយកធុនហ្នឹងឧទាហរណ៍បងអញ្ចឹងតម្រូវការលោកត្រូវប៉ុណ្ណាលោកយកប៉ុណ្ណឹងលើកដៃជាសញ្ញាហកសម្លមក5មុខហ្នឹងមិនយកទាំង5មុខហ្នឹងទេឧទាហរណ៍តែស្ងោមកមុនបើលោកពេញចិត្តលោកអត់លើកដៃទេគេដាក់ស្ងោហ្នឹងមកវែកទៅក្នុងបាយជាមួយគ្នាហ្នឹងហើយបើលោកអត់ត្រូវការលោកលើកដៃជាសញ្ញាអញ្ចឹងគេទៅមុខទៀតណាពេញចិត្តសម្លអីលោកលើកដៃជាសញ្ញាអត់ពេញចិត្តលោកលើកដៃជាសញ្ញាណាឲ្យជាសញ្ញាដល់ពេលបង្អែមមកទៀតបង្អែមមកដាក់ក្នុងហ្នឹងទាំងអស់បាយក៏នៅក្នុងហ្នឹងបង្អែមក៏នៅហ្នឹងចង់អាសឡក់អាមជួអាឆាអីនៅក្នុងហ្នឹងទាំងអស់ហើយដល់មកដល់វត្តអត់មានជាព្រាអីចកឹះអីដូចយើងអញញ៉ៃទេជាព្រាម៉ែចែកឲ្យវល់ចូលហ្នឹងទាំងអស់ណារបៀបរស់នៅដូចសម័យព្រះមិនចឹងហើយចឹងមកគិតថារឿងអីដែលយើងប្រកេន2000អង្គអត់កើតបើលោកយកតែមកកាពះមកកាពះលោកបន្តិចមួយចានណាអញ្ចឹងយើងប្រកេនប្រមាណ1000អង្គក៏បានដែរណាប៉ិនស្រុកយើងបើថាមុន100អង្គអីតបបតបាយ10 20ខ្ទះអីបានគ្រាន់ពួកបាតលោកមួយដាក់មកពេញបាតចង់មកកធុនអីហ្នឹងណាហ្នឹងហ่ะប៉ុន្តែវាខុសបដិបត្តិគ្នាត្រង់ថានៅស្រីលង្កាមិនសូវមានក្មេងមានចាស់ទុំអីនៅវត្តច្រើនទេមានតែជនបរទេសវាមករៀនសមាធិអីតែស្រុកខ្មែរយើងខុសគ្នាត្រង់ថានៅវត្តបើយើងដាក់របៀបអញ្ចឹងចាស់ដូនជីតាជីឬក៏សិស្សនៅក្នុងវត្តហ្នឹងអត់អីហូបហើយណាអញ្ចឹងយើងធ្វើបដិបត្តិសង្គមយើងចុះគ្រាន់តែចែករំលែកពីចំណេះដឹងពីរបៀបនៃការធ្វើបុណ្យរបស់គេណានឹកឃើញដល់សម័យព្រះគេធ្វើអញ្ចឹងញោមលោកយាយវិសាខាគាត់ធ្វើអញ្ចឹងបានតែគាត់អាចប្រគេនប្រសងបាន2000អង្គ1000អង្គយើងគ្រាន់តែឃើញសភាពហ្នឹងយើងនឹកដល់សម័យព្រះភ្លាមអញ្ចឹងយើងខំប្រឹងសន្សំសេចក្តីល្អចូលគោលធម៌យើងនេះវិញមួយម៉ាត់ទៀតចប់ណាកន្លះម៉ោងហើយ10នាទីទៀតសន្យា40នាទីបងហើយចុងក្រោយចាំសរុបរឿងបុណ្យរបស់យើងណាធ្វើម៉េចដើម្បីឲ្យដល់ណាអាយឧត្តមបណ្ឌិតណាឧទ្ទិសកុសលជូនគាត់យ៉ាងម៉េចអីយ៉ាងម៉េចយើងចាំបញ្ចប់ចុងក្រោយយើងសរុបមកវិញនេះយើងរៀនគោលធម៌យើងឲ្យចប់អញ្ចឹងកាលណាយើងមានមេត្តាចិត្តករុណាចិត្តសន្តោសៈទាំង3នេះនៅក្នុងខ្លួនសុខទាំងខ្លួនយើងសុខទាំងមនុស្សសត្វនៅជុំវិញខ្លួនយើងណាហ្នឹងហើយអ្នកអត់មានធម៌ញោមមើលចុះបងណាមើលចុះតែសត្វធាតុនៅជាមួយក៏អត់សុខដែរមន់វិញចាំមិនតាន់ដោះស្លាបផងស៊ីអស់បាទអញ្ចឹងបានពាក្យក្មេងៗវាទៅលេងផ្ទះខែភ្ជុំបិណ្ឌទីភ្ជុំបិណ្ឌដល់ចូលឆ្នាំកឋិនអីវាផ្ដាំទេប្រាប់ម៉ែណាសួរមិត្តភក្តិពុំម៉ាក់ឯងខែមន់សនត្រដៅនឹងទៅលេងម៉ែលេងឲ្យលេងសុកអីថាទៅហ្នឹងខែមន់សនត្រដៅចូលឆ្នាំជុំបិណ្ឌនឹងគ្នាទៅណាគេថាទៅលេងខែមន់សនត្រដៅទៅលេងផ្ទះអាត្មាដល់លឺចឹងអាត្មាច្រើនត្រឡប់ពាក្យមកវិញមិនមែនខែមន់សនត្រដៅទេខែអាដៅម្ដងអាសនមន់ណាមិនមែនខែមន់សនត្រដៅទេខែអាដៅអាសនមន់ព្រោះមុនទៅលេងផ្ទះគេទេផ្ដាំម៉ែទុកកន្លះខែមុនអីនោះម៉ែមេមន់ក្រាប2ហ្នឹងក៏បានលក់ណាខ្ញុំថ្ងៃនេះខែនេះខ្ញុំទៅលេងផ្ទះនាំមិត្តភក្តិខ្ញុំអាបាត់ដបងនេះមួយមកកំពង់ចាមនេះមួយមកណាសង្សារខ្ញុំពីបំពេញនេះទៅមួយទៅឧទាហរណ៍ក៏ហ្នឹងហ่ะអញ្ចឹងអ្នកអត់ធម៌អត់សុខវាក្តៅកាហាយដល់សត្វនៅជាមួយនឹងទៀតតែបើមនុស្សមានធម៌មកមើលណាផ្ទះញាតិញោមខ្លះមុនទៅសង្ឃទានសូត្រមុនអីសំបីតែសត្វក្នុងផ្ទះនោះស្លូតគ្រាន់តែឃើញលោកឃើញដូនជីចោះទៅនឹងរត់មួយលិតជើងខ្ញុំណារត់មួយលិតជើងណាញោមមើលសភាពណាស្លូតដល់សត្វធាតុនៅក្នុងផ្ទះទៀតហើយបើផ្ទះណាមិនដែលស្គាល់ប៉ុនមិនដែលស្គាល់អញ្ជើញដូនជីចាស់ទុំស្លៀកពាក់សលោកមុនទៅឬគ្រាន់តែមានកម្មវិធីដូចជាអំបានដូចកម្មវិធីប៉ុនសពអីគ្រាន់តែលោកចុះពីលើឡានតែអានោះរត់ដេញពីចម្ងាយបាត់ព្រុសតាំងពីចម្ងាយមកបងវាកាចដល់សត្វនឹងទៀតដោយសារអីដោយសារមិនមានធម៌នៅក្នុងចិត្តណាធម៌នឹងឲ្យយើងសុខក្នុងបច្ចុប្បន្ននឹងហើយបាត់តែយើងមើលឃើញជាក់ស្ដែងកុំចាំតែមើលឯណាឆ្ងាយណាបុណ្យបាបគុណទោសល្អអាក្រក់សខ្មៅខ្លោចបណ្ឌិតណាមាននៅបច្ចុប្បន្ននឹងហើយញោមខ្លះថាធ្វើបន់ដឹងបានអីមកវិញណាយើងកុំមើលសភាពឆ្ងាយហួសពីខ្លួនយើងមើលសភាវៈជុំវិញខ្លួនយើងនេះណាអ្នកខ្លះកើតមកយ៉ាងម៉េចណារស់នៅរបៀបម៉េចសេចក្តីសុខរបស់គេរបៀបម៉េចសេចក្តីសុខរបស់យើងយ៉ាងម៉េចណាយើងប្រៀបធៀបមើលបងណាហ្នឹងអ្នកខ្លះគេបន្ទោសថាមិនមែនមកពីបន់ទេសុខមកពីខ្លួនគេខំប្រឹងបកកើតសុខទៅសុខវាកើតទៅសាធូប្របីហើយបច្ចុប្បន្នត្រូវតែប្រឹងតែត្រូវរួមផ្សំជាមួយផលពីអតីតផងទៅសេចក្តីសុខនឹងវាកើតឧបមាដោយការរស់ស៊ីគេថាមិនមែនបន់ទេឲ្យយើងមានមកពីយើងប្រឹងតែសាធូតលតែប្រឹងបានវាមានព្រះក៏ព្រះអង្គសម្ដែងដែរប៉ុន្តែបើសិនជាយើងប្រឹងខ្វះបុណ្យទោះបីជាប្រឹងយ៉ាងម៉េចក៏វាអត់ឡើងដែរហកគេថាទៀតអាត្មាអាសាឆ្លើយសំណួរគេដេញដោលច្រើនណាដូចជាសាសនាគ្រឹះអីអាសាទៅប្រជុំអន្តរសាសនាអីជួបមួយសាសនាគ្រឹះអញ្ចឹងភាគច្រើនគេសួរដេញថាអ្នកធ្វើបុណ្យហ្នឹង
អ្នកប្រាំងរស៊ីហ្នឹងមិនមានមកពីគ្មានកំណត់ថាមែនទេចោះអ្នកខ្លះគ្នារៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតអនុបណ្ឌិតហើយនៅមានចំណេះប៉ុណ្ណឹងហើយចេញមករស៊ីខ្ចីលុយក្រុមហ៊ុនដាក់ស្អីខាតហ្នឹងដាក់អីវំឡើងហ្នឹងដាក់ខាតដោយសារអីមែនគេមិនមានកំណត់ទេកំណត់គេមានប៉ុន្តែខ្វះពូជពីអតីតឃើញទេអ្នកខ្លះគ្មានចំណេះដឹងអីទេមិនដែលបានចូលសាលាទេប៉ុន្តែរស៊ីដាក់អីក៏ដោះដាក់អីក៏ឡើងឃើញមានចឹងមែនទេយីណាហ្នឹងហើយបនកុសលណាជំរុញឧបត្ថម្ភគាំពៀយើងមកណាបនបាបមានពិតប្រកបនឹងមានពិតប្រកបដែលយើងគប្បីពិចារណាហើយបនបាបនេះណានៅនឹងខ្លួនយើងអ្នកសន្សំអត់មានអ្នកណាឲ្យយើងទៅកន្លែងសុខកន្លែងចម្រើនទេទៅឋានសួគ៌ក៏ដោយមកមនុស្សទៀតក៏ដោយទៅកន្លែងណាក៏ដោយគឺខ្លួនយើងព្រោះអត់មានអ្នកណាឲ្យសុខឲ្យចម្រើនយើងបានទេទៅសួគ៌ក៏ដោយទៅនិព្វានក៏ដោយមកមនុស្សទៀតក៏ដោយណាសម័យព្រះអ្នកអត់ជឿពុទ្ធសាសនាមានច្រើនណាស់មិនតែសម័យយើងនេះទេមានច្រើនសម័យព្រះដូចនាងចេញចាមានអវិកាអនន្តសទ្ធិអពតកសិទ្ធិណាសត្យអ្នកណាទេវតតអីណាសត្យអ្នកណាបៀតបៀនប្រសាសនាខ្លាំងដូចអាជែលអីហើយដូចព្រាមម្នាក់មើលមកបច្ចៈបិទិដ្ឋិនឹងម៉ាត់ទៀតណាដែលយើងចង់បានសេចក្តីសុខយើងទៅស្វែងរកសេចក្តីសុខឯណាដតីក្រៅខ្លួនយើងណាយើងអត់ជឿកុសលអកុសលព្រោះអត់ជឿហេតុនិងផលណាយើងទៅជឿអ្វីដតីក្រៅខ្លួនព្រាមគាត់ជឿលើសាសនាព្រាមជាទូទៅគឺណាក្នុងមួយឆ្នាំគាត់ត្រូវប្រមូលសត្វចំនួន500ក្បាលដើម្បីយកមកសម្លាប់សត្វហ្នឹងបញ្ជូនសត្វហ្នឹងឡើងទៅឋានសួគ៌ពីព្រោះសាសនាគេយល់ឃើញតែអញ្ចឹងណាសម្លាប់សត្វទាំងអស់ហ្នឹងឲ្យគ្នារួចពីតិរិឆានពីវេទនាហ្នឹងទៅបានទៅឡើងឋានសួគ៌សាសនាព្រាមនៅឥណ្ឌាច្រើនណាស់ឥឡូវហ្នឹងក៏នៅតែមានដែរបូជាយញ្ញហ្នឹងព្រោះនៅឥណ្ឌាសាសនារាប់រយញោមច្រើនណាស់ច្បោកច្បល់ចូលគ្នាមានអជិលសាសនាឥណ្ឌូហាសនាស្នាវតាសនាពីអរិយសាសនាណាអ៊ីស្លាមសាសនាគ្រឹះសាសនាពុទ្ធសាសនាច្រើនសាសនានៅឥណ្ឌាច្រើនណាស់ណាមិចសាសនាចូលគ្នាទាំងអស់អញ្ចឹងអាព្រហ្មញ្ញសាសនាបូជាយញ្ញហ្នឹងក៏នៅមានរាល់ថ្ងៃនេះដល់មួយឆ្នាំគេប្រមូលសត្វចំនួន500ក្បាលមកបូជាថ្ងៃមួយគេសុំសិទ្ធិពីបរិជាណាដើម្បីណាប្រមូលសត្វពីប្រជាពលរដ្ឋឲ្យបានចំនួន500ក្បាលមកបូជាតាមទម្លាប់ហើយបរិជាលោកអនុញ្ញាតហើយគ្មានប្រជាពលរដ្ឋណាហ៊ានតវ៉ាទេគឺគេដើរប្រមូលតាមផ្ទះយកមកតែម្ដងឲ្យគ្រប់ចំនួនរបស់គេទៅប្រមូលចំគោតាម្នាក់ដែលគាត់មានតែគោ2នឹងសម្រាប់ចិញ្ចឹមជីវិតណាដឹកអាទេសដឹកអីចេញទៅរកស៊ីទៅប្រមូលចំគោគាត់មានតែ2ហ្នឹងហើយដល់គាត់វាអត់មានអីរកចិញ្ចឹមជីវិតណាគេប្រមូលគោទៅហើយគ្មានអីតវ៉ាគេទេព្រោះបរិជាលោកអនុញ្ញាតហើយអញ្ចឹងដឹងតែប្រឹងអ្នកណាទទួលព្រះហើយព្រះអង្គថាអត់អីទេណាឧបាសកចាំតថាគតទៅជួយព្រះសម្មាសម្ពុទ្ធព្រះអង្គក្រងស្បង់ជីវរសម្ដែងបដិហោះវឹងទៅដល់កន្លែងព្រាមណាដល់ខ្លោងទ្វារនិមន្តចូលទៅណាដល់ពេលចូលទៅដល់គេឲ្យណាកូនចៅបរិវាររបស់គេនឹងដេញព្រះចេញពីកន្លែងជំនុំនឹងវិញណាដេញចេញហើយគេថាណាកន្លែងនេះមិនសមនឹងឋានៈរបស់លោកមកកន្លែងហ្នឹងទេឋានៈយើងផ្សេងគ្នាវណ្ណៈយើងផ្សេងគ្នាបានព្រះសម្មាសម្ពុទ្ធសួរព្រាមមនិលព្រាមអ្វីទៅជាវណ្ណៈណាហើយផ្សេងគ្នានៅត្រង់ណាព្រាមថាលោកអ្នកបួសណាវណ្ណៈផ្សេងគ្នាគឺនៅត្រង់ថាយើងជាព្រាមវណ្ណៈយើងជាព្រាមព្រោះព្រាមវណ្ណៈជាព្រាមហ្នឹងគឺមានតម្លៃណាស់ចំណន់នោះយើងវណ្ណៈជាព្រាមអ្នកឯងវណ្ណៈជាអ្នកបួសជាបព្វជិតវណ្ណៈយើងផ្សេងគ្នាចែកដាច់ពីគ្នាដល់ឡែកដាច់ដល់ឡែកពីគ្នាបានព្រះសម្មាសម្ពុទ្ធមនាលព្រាមនេះមិនហៅថាវណ្ណៈទេណាវណ្ណៈដូចមិនមានអ្វីផ្សេងគ្នាទេតថាគតយល់ថាវណ្ណៈមកដូចគ្នាទៅវិញដូចគ្នាព្រះអង្គថាវណ្ណៈអត់ផ្សេងគ្នាគឺនៅពេលដែលយើងកើតគឺវណ្ណៈតែមួយស្លាប់ទៅវិញគឺវណ្ណៈតែមួយមានន័យថាម៉េចមានន័យថាយើងកើតមកគឺកើតមកតទេដូចគ្នាទាំងអស់មែនទេអាដាមណាកើតតទេញោមទាវកើតតទេបងណាកូនបនិយោរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអុកញ៉ាឯកឧត្តមអ្នកមានមុខមាត់ប៉ុណ្ណាក៏ដោយបងទាំងញោមទាំងអាត្មាគឺកើតមកតទេចែគ្មានអ្នកក្តាប់មាសមកតាមហើយក៏គ្មានខោគ្មានអាវមកតាមគឺតទេដូចគ្នាទាំងអស់មែនទេណាកើតមកតទេវណ្ណៈតទេដូចគ្នាតែមួយពេលដែលត្រឡប់ទៅវិញអាសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលខណ្ឌ5វិរុទ្ធចោលរូបទៅពេលត្រឡប់ទៅវិញគឺទៅដូចមកដូចគ្នាអាមកក៏តទេដូចគ្នាទៅវិញក៏ទៅតទេដូចគ្នាវណ្ណៈណាក៏មកតទេវណ្ណៈណាក៏ទៅតទេតោះនេះញោមអញ្ចឹងព្រះអង្គថាវណ្ណៈហ្នឹងអត់មានខុសគ្នាទេព្រាមគឺវណ្ណៈតែមួយដូចគ្នាមកតទេទៅតទេបានព្រាមភ្ញាក់បន្តិចព្រាមថាទៀតប៉ុន្តែលោកឯងមិនសមគង់នៅកន្លែងហ្នឹងទេណាអត់សមគង់នៅកន្លែងហ្នឹងទេអត់សមគង់នៅកន្លែងហ្នឹងទេពីព្រោះណាយើងមិនអាចទទួលអ្នកឲ្យគង់នៅកន្លែងហ្នឹងបានទេព្រះសម្មាសម្ពុទ្ធហេតុអីព្រាមថាមកពីទីនេះយើងត្រូវប្រពកម្មវិធីរបស់យើងអ្នកប្រពកម្មវិធីរបស់អ្នកផ្សេងគ្នាសាសនាយើងផ្សេងគ្នាព្រះសម្មាសម្ពុទ្ធបានឱកាសព្រះអង្គសួរព្រាមមនាលព្រាមហេតុអីបានអ្នកត្រូវយកសត្វទាំងអស់ហ្នឹងមកសម្លាប់ដើម្បីបូជាយញ្ញព្រាមថាបបិទ្ធលោកម្ចាស់
ខ្ញុំយកសត្វទាំងអស់នេះមកបូជាយ៉ាញ់ពីព្រោះខ្ញុំព្រះអង្គអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងឃើញគ្នានៅវេទនានៅរស់ណាដោយយល់តែគ្នារស់ជាសត្វនឹងវេទនាណាស់ចឹងចង់សម្លាប់គ្នាឲ្យស្លាប់ឆាប់បានទៅកាន់ឋានសួគ៌រួចពីតិរិឆានហ្នឹងគេយល់ឃើញតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៀតមនាលព្រាហ្មណ៍មានកូនទេតែមានព្រះអង្គកូនប្រមាណ2នាក់ប្រុស1ស្រី1ព្រាហ្មណ៍មានប្រពន្ធទេតែមានព្រះអង្គណាហើយព្រាហ្មណ៍ស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងទេព្រាហ្មណ៍ថាស្រឡាញ់ណាស់ព្រះអង្គហើយមិនសួរអញ្ចឹងស្រឡាញ់ណាស់ប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវបើព្រាបជាមួយសត្វទាំង500ហ្នឹងតើព្រាហ្មណ៍ស្រឡាញ់ប្រពន្ធកូនព្រាហ្មណ៍ជាងសត្វហ្នឹងឬក៏ស្រឡាញ់សត្វហ្នឹងជាងប្រពន្ធកូនព្រាហ្មណ៍ព្រាហ្មណ៍ថាយីព្រះអង្គមិនបានយកសត្វតិរិឆានមកព្រាបជាមួយប្រពន្ធកូនខ្ញុំព្រះអង្គខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វហ្នឹងមិនបានស្មើនឹងប្រពន្ធកូនខ្ញុំព្រះអង្គទេបានព្រះធម្មនាលព្រាហ្មណ៍បើព្រាហ្មណ៍ពីដំបូងព្រាហ្មណ៍និយាយថាស្រឡាញ់សត្វហ្នឹងអាណិតសត្វហ្នឹងចង់បញ្ជូនគ្នាឡើងឋានសួគ៌ឆាប់ឥឡូវតថាគតសួរព្រាហ្មណ៍ទៅថាស្រឡាញ់ប្រពន្ធកូនព្រាហ្មណ៍ខ្លាំងជាងសត្វហ្នឹងទៅទៀតឥឡូវຕົកសត្វហ្នឹងមកដុំសិនបងណាព្រាហ្មណ៍យកប្រពន្ធកូនព្រាហ្មណ៍មកអាលកប្រពន្ធកូនព្រាហ្មណ៍ដើម្បីបញ្ជូនប្រពន្ធកូនព្រាហ្មណ៍ឡើងឋានសួគ៌មុនសត្វហ្នឹងពីព្រោះព្រាហ្មណ៍ស្រឡាញ់ប្រពន្ធកូនព្រាហ្មណ៍ជាងគ្រាន់តែពាក្យប៉ុណ្ណឹងម៉ាត់ព្រាហ្មណ៍ភ្ញាក់ព្រឺតញោមភ្ញាក់ត្រង់ដែលថាកូនប្រពន្ធខ្លួនឯងណាយើងអត់ចង់សាប់សម្លាប់ដើម្បីបញ្ជូនគាត់ទៅឋានសួគ៌ផងយើងស្រឡាញ់គាត់ប៉ុណ្ណឹងដោយភ័យនឹងការបែកបាក់ព្រាត់ប្រាសនារីភ័យនឹងសេចក្តីស្លាប់បងណាភ័យនឹងសេចក្តីស្លាប់ចឹងមានសតិពិចារណាថាយ៉ាងណាមិញគេក៏ដូចយើងចឹងដែរទោះបីជាគេជាតិរិឆានក៏គេខ្លាចសេចក្តីស្លាប់ណាគេភ័យគេតក់ស្លុតនឹងសេចក្តីស្លាប់ណាសត្វទោះបីគ្នាគ្មានធម្មសញ្ញាសម្គាល់ដូចយើងប៉ុន្តែគ្នាភ័យនឹងសេចក្តីស្លាប់ដូចយើងញោមធ្លាប់ដែលពិចារណាសភាវៈកតិនៃសត្វមួយសត្វអង្កែបបងអ្នកធ្លាប់ធ្វើអង្កែបដឹងណាមកអត់ដែលធ្លាប់ធ្វើទេប៉ុន្តែធ្លាប់ដឹងអញ្ចឹងអង្កែបពេលណាយើងដាក់កបិតដល់កវាអាដៃវានឹងទៅមិនដឹងហីយាយដៃវាផ្គុំចូលគ្នាអញ្ចឹងញោមអង្កែបណាញោមសាក់យកកបិតដាក់ដល់កវាដៃគឺវាផ្គុំចូលគ្នាអញ្ចឹងបងហើយមករៀម5ដូចយើងអញ្ចឹងកែបមករៀម5ជើងផ្សាមអាត្មាមើលសัตว์ហ្នឹងហើយចេះសម្លឹងមើលវាមកចប់គឺដូចមនុស្សយើងបែរដាក់រុនផ្សិតរុនអីគឺដូចយើងណាបងដូចយើងណាអញ្ចឹងពេលដែលយើងដាក់កបិតដល់កវាគឺដៃវាផ្គុំចូលគ្នាអញ្ចឹងញោមចំណាំវាចង់បញ្ជាក់បង្ហាញយើងថាវាភ័យនឹងសេចក្តីស្លាប់ខ្លាចនឹងសេចក្តីស្លាប់តក់ស្លុតនឹងសេចក្តីស្លាប់តែយើងមានបានពិចារណាដល់ហ្នឹងណាក្រឹបដើម្បីកាពះខ្លួនឯងដើម្បីសេចក្តីសុខខ្លួនឯងណាអញ្ចឹងបានព្រះលោកឲ្យរៀនផ្ដល់មេត្តាចិត្តករុណាចិត្តណាដល់មនុស្សជុំវិញខ្លួនយើងនឹងយើងបានសេចក្តីសុខពោសេចក្តីសុខណានឹងហើយកាលណាយើងប្រព្រឹត្តកាយទុច្ចរិតវិច័យទុច្ចរិតទោះបីជាពេលនេះយើងអត់អីសតិយើងនៅមាំប៉ុន្តែពេលយើងចាស់ទ្រុឌទ្រោមមែនតែនទៅណាយើងភ្លេចភ្លាំងច្រើនពេលហ្នឹងដូចយើងចាក់កសែតសារដើមអញ្ចឹងញោមដែលឃើញអ្នកខ្លះណាពីមុនទម្លាប់ឲ្យតែអ្នកឈឺធ្ងន់គេនិមន្តប្រសងមកសូត្រកៅកដាសូត្រអីអ្នកខ្លះប្រសងកំពុងតែសូត្រស្រែកឡើងភ័យជួយខ្ញុំផងកូនចៅឲ្យជួយអញផងកបិតបថៅច្រើនណាស់ហើយយើងនៅហ្នឹងយើងអត់មើលឃើញកបិតបថៅមិនបានគាត់ស្រែកអញ្ចឹងបងណាដោយសារកម្មនិមិត្តគេនិមិត្តឲ្យគាត់ឃើញណាពីមុនមកគាត់ធ្វើអីរៀបនឹងដាច់ខ្យល់គេនិមិត្តឲ្យឃើញអាហ្នឹងបងណាដូចកសែតដែលយើងចាក់ចប់ម្ដងហើយពេលចប់ហើយវាមិន return សារដើមមកវិញមែនទេញោមវាត្រឡប់មកវិញចាក់សារដើមមកវិញទាំងអស់ចឹងរឿងពីមុនមកគាត់ធ្លាប់លាក់គេបានប៉ុន្តែរៀបនឹងដាច់ខ្យល់មានលាក់ខ្លួនឯងបានឯណាភ័យនឹងកម្មដែលខ្លួនឯងធ្លាប់ធ្វើមកស្រែករឿងនេះរឿងនោះហើយយើងនៅហ្នឹងយើងមើលអត់ឃើញទេកម្មនិមិត្តគេនិមិត្តឲ្យយើងឃើញពេលណានិមិត្តឃើញហើយកតិនិមិត្តអារម្មណ៍តោងយកនៅនិមិត្តដែលគាត់បានឃើញហ្នឹងច្បាស់ណាស់ចតិអត់ទៅកន្លែងល្អទេបដិសន្ធិអត់កន្លែងល្អទេច្បាស់ជាកន្លែងអកុសលហ្នឹងច្បាស់ជាទៅកន្លែងវិបាកឲ្យផលជាទុកជាប្រកបចឹងបានអាត្មាសាដាស់តឿនញាតិញោមរឿយថាជាពិសេសញាតិញោមដែលរៀនធម៌ជាមួយអាត្មាអីតាំងពីរៀននៅជាមួយអាត្មានៅពុទ្ធសាសនបណ្ឌិតរហូតដល់មកអគារការដ្ឋាននៅនីតិស្វែងយល់នេះអាត្មាសាដាស់តឿនថាយើងមិនបាច់រៀនអីច្រើនទេញោមណាហាត់ពុតលុតដំចិត្តយើងរៀនផ្សេងប៉ុន្តែសំខាន់បំផុតពេលដែលយើងនៅផ្ទះប្រចាំថ្ងៃនេះឲ្យតែសតិរបស់យើងនឹងរៀនរលឹកតែ3ឯធំណាព្រឹកឡើងបើកភ្នែកពុទ្ធាំងសរណង្កេច្ឆាមិធម្មំសរណង្កេច្ឆាមិសង្ឃាំងសរណង្កេច្ឆាមិខ្ញុំព្រះអង្គសូមយកពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកពធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកប្រសង្ឃជាទីពឹងទីរលឹកសัพពេសត្តាវរិហន្តសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរានឹងគ្នាសូមសពសត្វទាំងអស់ក្នុងលោកដល់ព្រមនៅសេចក្តីសុខញោមរៀនពិចារណាតែពាក្យអាត្មាប៉ុន្មានម៉ាត់ប៉ុណ្ណឹងយើងរស់នៅដោយមានសេចក្តីសុខណាសេចក្តីសុខផ្លូវចិត្តរបស់យើងកើតកាលណាយើងបានផ្សាយមេត្តាបានតាំងចិត្តរបស់យើងថាផ្ដល់សេចក្តីសុខឲ្យមនុស្សសត្វជុំវិញខ្លួនរបស់យើងហើយយើងយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកយើងរលឹករាល់ថ្ងៃអញ្ចឹងបងដល់ពេលយើងរៀបនឹងដាច់ខ្យល់ច្បាស់ណាស់សតិយើងទៅរលឹកអារឿងដែលយើងរលឹករាល់ថ្ងៃហ្នឹងណាញោមមើលមនុស្សដែលភ្ញាក់ណាចាក់ពឹបទៅគាត់ភ្ញាក់ទៅអីច្បាស់ជាសតិរបស់គាត់ណារលឹកតែរឿងហ្នឹងពេលខ្លះ
នឹងចាក់ទៅជួនកាច់ចាក់ពឹបទៅក៏ទុយលេងទៅអីតុងទីនអីចឹងទៅឧទាហរណ៍មកពីចិត្តរបស់គាត់នៅតុងទីនអីក៏ទុយលេងណាអញ្ចឹងសំខាន់ណាយើងរៀនរលឹករឿងល្អល្អច្រើនណាសេចក្តីសុខផ្លូវចិត្តនឹងកើតមានប៉ុណ្ណឹងចោះយើងសរុបបនយើងនេះវិញអញ្ចឹងយើងដឹងណាកើតជំងឺទី1តោសៈចិត្តយើងលេបថ្នាំ2គ្រាប់ខន្តីសោរញ្ចៈហើយយើងលេបទឹក3កែវទឹកមេត្តាករុណានិងសន្តោសៈកាលណាមានទឹក3កែវហ្នឹងណាហើយនឹងថ្នាំ2គ្រាប់ហ្នឹងយើងអត់មានតោសៈកើតទេតោះនេះញោមទាវណាហ្នឹងហើយជំងឺ2ទៀតចាំស្ដាប់ថ្ងៃក្រោយតខ្សែអត់ថ្ងៃក្រោយបើទេអស់លោកញាតិញោមលេងមុនព្រោះអញ្ចឹងទុកតភាកថ្ងៃក្រោយទៀតណាលោភៈជំងឺលោភៈហើយជំងឺមោហៈហ្នឹងយើងទុកថ្ងៃក្រោយតើយើងលេបថ្នាំអីដែរណាយើងគ្រាន់តែដឹងជំងឺទី1ដឹងថ្នាំទី1ឥឡូវយើងនិយាយរឿងប៉ុនយើងណាគម្រប់ខួប1ឆ្នាំណាអញ្ចឹងយើងចោលគោលដៅសំខាន់ញោមទាវគាត់ធ្វើដើម្បីឲ្យទិសកុសលដល់ណាឯកឧត្តមបណ្ឌិតដែលលោកអនិច្ចកម្មទៅណាតើធ្វើយ៉ាងម៉េចឲ្យដល់មកលើកឧទាហរណ៍2របៀបធ្វើបន់ដើម្បីឲ្យដល់អ្នកស្លាប់ឧទាហរណ៍ទី1ឧទាហរណ៍តកូននៅកំពង់ចាមម្ដាយនៅភ្នំពេញឬម្ដាយនៅភ្នំពេញឬក៏កូននៅភ្នំពេញម្ដាយនៅកំពង់ចាមកូនថ្ងៃហ្នឹងខែមន់សរដៅនឹកឃើញប៉ានឹកឃើញម៉ាក់ដូចញោមទាវនឹកដល់ថ្ងៃខួបរបស់ឧត្តមស្វាមីដែលគាត់អនិច្ចកម្មទៅចឹងឲ្យតែដល់ពេលខែមន់សរដៅយើងនឹកឃើញម្ដាយនឹកឃើញឪពុកទោះគាត់ស្លាប់ក៏ដោយនៅរស់ក៏ដោយចឹងថ្ងៃហ្នឹងខែមន់សរដៅនឹកឃើញគាត់វិធីសាស្ត្រទី1យើងនឹកឃើញគាត់យើងតែងចេកមួយស្និតឬក៏ផ្លែមៀន1គីឡូ2គីឡូយើងដាក់នៅលើហឹងនៅផ្ទះយើងនៅភ្នំពេញនេះហើយយើងដុតធូបណាម៉ែនៅកំពង់ចាមមកហើយយើងដុតធូបដាក់ចេកមួយស្និតទៅដាក់ផ្លែមៀន2គីឡូនៅលើហឹងហើយយើងដុតធូបហើយយើងបួងសួងអោប៉ាឲ្យម៉ាក់ឲ្យជួយមកណាខែមន់សរដៅកូននឹកប៉ានឹកម៉ាក់ណាសូមជួយមកពិសាចេកពិសាផ្លែមៀនហ្នឹងមកហើយមើលទៅម៉ែនៅកំពង់ចាមនោះបានអាចេកហ្នឹងឯងញោមបានទេអត់ទេវិធីសាស្ត្រទី2យើងអត់ធ្វើអញ្ចឹងទេយើងយកចេកមួយស្និតឬក៏មៀន1គីឡូហ្នឹងតែប្រាប់តាក់ស៊ីមកស្គាល់លេខតាក់ស៊ីណាតែហៅតាក់ស៊ីហ្នឹងមកណាតាក់ស៊ីអញចង់ផ្ញើផ្លែមៀន1គីឡូឬក៏ចេក2 3ស្និតនឹងផ្ញើទៅម្ដាយខ្ញុំនេះផ្ទះលេខប៉ុណ្ណេះទូរស័ព្ទរបស់គាត់លេខប៉ុណ្ណេះនៅផ្សារចេះនៅភូមិនេះឃុំនេះឯងយកទៅឲ្យខ្ញុំផងឲ្យថ្លៃឈ្នួលឡានរបស់គេ10000 20000ទៅគេយកដល់ផ្ទះនេះខ្ញុំដល់ទេដល់បើនៅពេលហ្នឹងដែលយើងត្រូវពិចារណាថារបៀបធ្វើបន់ខ្មែរយើងសពថ្ងៃមាន2ប្រភេទហ្នឹងមួយជាមួយប្រសង់ជាមួយអ្នកមានសិលចាស់ព្រឹទ្ធាចារ្យយើងអត់ចូលចិត្តធ្វើទេយើងចូលចិត្តណាសែនចូលចិត្តបន់ស្រន់ចូលសិតបួងសួងអ្នកខ្លះសែនម្ដងអស់5-6,000 ដុល្លារណាហ្នឹងស្មើនឹងយើងតែងចេកយកមកដាក់នៅផ្ទះយើងហើយយើងដុតធូបហៅឲ្យប៉ាមកហូបណាយកមើលយើងដុតធូបទៅយើងដុតធូបណាឧទាហរណ៍តែមន់ដាក់មន់ទៅវានៅតែមន់ទាវានៅតែទាម៉ែនោះមានដឹងអីអត់ដឹងសោះណានឹងឧបមាដូចគ្នាអញ្ចឹងហើយវិធីសាស្ត្រមួយទៀតដែលម៉ែនិយាយមិញនេះយើងធ្វើបន់ហ្នឹងដូចជាវិធីសាស្ត្រទី2យើងផ្ញើតាមតាក់ស៊ីឬម៉ូតូឌុបឥឡូវញោមកំពុងផ្ញើតាក់ស៊ីហ្នឹងអ្នកណាអ្នកលោកយាយលោកតានេះតាក់ស៊ីអ្នកនាំទៅណាផ្ញើជាមួយអ្នកណាទៀតឡានក្រុងឡានណានឹងផ្ញើតាមឡានដូចអាត្មាដូចព្រះអង្គគ្រប់ព្រះអង្គឧទាហរណ៍ណាព្រះអង្គហ្នឹងប៉ុន្តែអាត្មាគ្រប់ព្រះអង្គនេះអត់ជិះយកទៅឲ្យទេអ្នកណាអ្នកយកទៅឲ្យគ្រាន់តែផ្ញើមកនេះផ្ញើលោកយាយលោកតានេះជាសាកសីទេកូនខ្លះគេថាដេកគុណចេះថាបាយកណាយកទៅប្រគេនដេកគុណឆានអស់ណាជូនយាយជូនតាយាយតាហូបអស់ហើយម្ដាយឪពុកកណានៅក្នុងពោះយាយពោះតាហ្នឹងហើយមិនថាអត់ទេហើយយាយតាអ្នកនាំទៅតែអត់ដែរណាគាត់នេះគ្រាន់តែជាកសិនសាក់សីរស់ដែលបានដឹងឮថាណាដូចជាញោមបានទិញផ្លែនឹងហើយបានដឹងច្បាស់ថាញោមបានទិញហើយបានផ្ញើជាមួយតាក់ស៊ីហើយជាសាក់សីរស់ដឹងឮអញ្ចឹងតែអ្នកដែលនាំទៅសម្រាប់អ្នកស្លាប់ខុសពីរបៀបនាំទៅសម្រាប់អ្នករស់ណាអ្នករស់យើងអាចជិះតាក់ស៊ីទៅតែសម្រាប់អ្នកស្លាប់ពេលដែលយើងបានធ្វើឲ្យបានបនកសលមួយកញ្ចប់នឹងហើយអ្នកណាអ្នកនាំទៅដឹងហ៎ញោមអត់ដឹងទេទេវតាអ្នកនាំទៅណាដែលយើងសូត្រប្រែយ៉ាងកាញ់យើងសូត្រថាម៉េចកម្មជាកុសលឯណាដែលជាការឥតសៅមងយើងខ្ញុំបានកសាងតាមផ្លូវកាយវិជាចិត្តកុសលទាំងអស់នោះអាចជួយដោះជួយបង្ខិតនាំសត្វឲ្យជាប់ចិត្តស្ថិតនៅនាស្ថានឧត្តមសត្វណាមានសញ្ញាមនុស្សទេវតាឬមួយព្រំដែលមានសត្វតូចធំព្រមទាំងសត្វឥតសញ្ញាសូមបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លាយើងខ្ញុំបានរចនាចាត់ចែងថាកុសលនោះមួយយ៉ាងទៀតសត្វឯណាឆ្ងាយអស់ចាបំបានដឹងសូមទេវតាទៅប្រឹងឃើញទេណាទេវតាហ្នឹងគេអ្នកនាំទៅយើងប្រែយ៉ាងកៃយ៉ាងហើយប៉ិនសង្សារចេះប្រែទេតាសូត្រតែបល័យហើយសូត្របល័យនោះសូត្រអាកតុយទៀតទេវាគំថ្វាហ្នឹងវាលឿនបើសូត្រតាំងពីដើមមកតិចតែសូត្រម្នាក់ឯងចប់ញាតិញោមនៅមុខថ្មតាមសួរសូត្រយ៉ាងកៃអត់ចប់ហើយសូត្រពីដើមម្នាក់ឯងសាកមើលបំនៅកតាំងរយចង្អេអត់ឃើញនៅវិលហឹមកតាំងហ្នឹងណាអញ្ចឹងណាទេវតាគេអ្នកនាំទៅ
ก็เทวดาแนะนำตื่นนะปัจจัยสำคัญตัวยืงบานเถื่อได้นะบานเถื่อtới độอุปมาแต่โดยยืงบานtinh là bỏให้บานยืงไอ้พี่เอาจีมวยตักสีเก่าอย่างนั้นยืงบานเถื่อนักโดยยืงบานtinh là bỏมาให้ให้ตักสีแนะนำตื่นสำหรับเนี่ยสลับคือเทวดาจะแนะนำยืงเนี่ยสะใส่รถเนี่ยมีนสันนี่จะแนะดังลือนั่นนั่นจังไปเดี๋ยวยืงบานเถื่อตามวิธีนังหายเทวดานำตื่นหายบอลกระสอนนั่นคือสำหรับพอละปัญหาไอ้สำหรับพอลเปรี้ยลูกสำได้แต่มีนไฮเจริญนั่นไปเดี๋ยวยืงเถื่อแต่หายตีเขาแต่บอลนั่งดอกแต่ปั้นมันประกอบทะลุกับปกบ่เยอะบ้านตัวเตมันประกอบแต่ดำมันดัดบ้านตัวต่างออกเตไปดิยังฟื้นตามเติมหายเอาตีหอแต่เจนึกยอดตดอบแต่หายมันประกอบทันแนมันไหนกอดหอบเจนังตีตอนนี้บกอดเป็นจัดหอบกอดหอบคือใจแต่บ่เจนึกดอกแต่กอดอัดเป็นจัดโครงการหอบเจนึกเว้นเอาแต่เจบ้านแต่เจ้าบ้านแต่โกนแนเอาแต่จมูกกอดหนึ่งตอนนี้ย้อมยางน้ำไม่บอลนั่งแต่ดอลหายบ่สันใจดำมันดัดกอดมันเตะอรีตัวยอบอลนั่งcái hao tập bay ta năng ăn một tần nền nè nhiệt để slap ta hai nước to tại cọt ta tụ đằng lưới trai ở bên chất ta tụ dọc bọt nằng phò tước bọt của sao nước ai sầm rạch hay bật quạt ở bên chất ta tụ bọt nước ở bàn đỏ tỉ nè nè hay xua tập bọt mình bàn đỏ về tây na thầm màu giường vẫn vừa ấp to thế nè vừa ọt bạt bòng tây na tê ọt bạt bòng tỉ nè nè chẳng chẳng hai ở bàn đỏ nó cường chẳng giường nè nè con cháu này trâu bằng pin tiền đập to đại hai ta sẽ hạt thang tiền năng tệ tệ bậc kia đập to sạ kê trang tiền năng tệ tệ mọc cổ tiền đập to nè hai nè để sạp từ nút từ đằng lứ nè nè hãy dừng nắc rồi lắc chấm pop pop ca đây chun bao dừng tăng ọt khani nè nút sọt bao dừng đang sầm lại phò môi tiền ở tiền ho tại cọt chọn tệ và để sáng thì tiền ho ai ở đòn bẩn đứt nè nè mặt sọt bị chật vào cọt nè slow trăng nè chẳng là tiền ho hay cọt snap tập thò thưa tập bòn trắng pe để cọt snap tới cọt tập soiน่ะสกติพบตีหอตะตึกันเทวโลกชอกรรมาวัจระสูแตงผมมวยจวนหรือกรูปปรุมารูปปรุมยังมืออัดเขยจังบัดสันจะกอดเตอกะไลละอ่อนจังหายเศร้าสมบัติตับจังดอกหายก็กอดอดอายตัวพอลงบานได้นะปีโปรเวกพวกหัวใสนะหนังเวกพวกหัวใสหรือก็เตามันเตอกะไลละอ่อนจังเมากะไลมันละอ่อบ่กะไลมันละอ่อนั่งเวกเวียเตียบหัวใสเตียบก็มันอายตัวบานโดยนี้อ่ะพวกไปกบ้านตีไปกบ้านนะแต่บานนู้นแต่ไปประมาณปุเตยปองสำได้เมียนประกาศโตไปจีวิกาเจดามนั่นในชีมาตอนในกะเจดามนะให้หัวเป็นนังมาเจาแมนเต้นคืออัดบานโดยนี้จังพวกไปกบ้านอ่ะตีไปกบ้านปัญหาสำคัญยังเธอบ่นะยังเธอตั้งจัดเตยอรีผมเป็นบอลกสอลดำใบตึกจูนตลกครบคณีนะให้คอมผมเป็นบอลสกสอลคอมปรังจำเรียกกายวิจาจัดบ่ยืงให้สติบ่ยืงจองบานนะจองบานสกายสอบเราจัดยืงหัดปลดลดดอมอบรมบ่ยืงจุ่มเรียนะกายอย่าติดจรัสไปใจติดจรัสมโนติดจรัสคอมปรังหัดปลดลดดอมกับออยโลแพะจัดตูสะจัดโมหะจัดเกิดให้จีบไปใส่สติบ่ยืงพญะปีดำในเราดอเป็นดันตรีสำราญแต่เว้นยืงเรียนระลักไอสรุปมาเว้นจับพอติสนาระลักไอเหม็นโลกเอาระลักไอนั่งไงนักปุตนักปทอนนักปะสองนาปุตแทงสรนังเกชามิทอมแมงสรนังเกชามิสังแขงสรนังเกชามิสับเปสัตตาวิริหอนโตโสมสับสัตต่างออกขนองโลกกับออยเมียนปีวิริหนึ่งคณีสับสัตต่างออกขนองโลกโสมดอลโปรมในสิกไรศกน่ะจังเปเดี๋ยวยังดาวเตอร์น้าก็มนุษย์ดตย์ยังปดอลเมตาออยเก่งจังเก๋ก็อดบีดเบียนยังดุคณีน่ะนั่งเกอดบีดเบียนยังดุคณีน่ะนั่งจังน่ะเกปดอลสิกไรศกออยยังดุคณีจังคอมสันซอมกุนดำไลในสิกไรลอกรุคณีปันดังจ่อสมประเกณฑ์บอลจูนบอลnhiệtโยมประกาศนาคนจักกรุปองบ้านบอลบ้านก็สอลตะตามปะนิสัยจิตรทลากรุบปะองกรุบคณีนะnhiệtโยมสมอนุโมทนีบอล